នារីម្នាក់នេះប្រទះឃើញកូនខ្លួនឯងគ្មានសម្លៀកបំពាក់រួចហើយធ្វើឲ្យនាងឃើញរូបភាពដែលស្មានមិនដល់តែនាងកើតអីកន្លែងនោះរបស់កូនប្រុសខ្ញុំវាធំណាស់ប៉ុន្តែពេលដែលមិត្តភក្តិរបស់នាងស្ដាប់ហើយនាងក៏គិតថាវាគឺជារឿងធម្មតាទៅហើយនោះព្រោះតែកូនប្រុសរបស់នាងពេញកំឡោះប៉ុន្តែវាពិតជាធំខ្លាំងណាស់ហើយវែងជាងកន្ទុយគោទៅទៀតហើយមូលហេតុដែលធ្វើឲ្យនាងបារម្ភនោះគឺត្រកូលរបស់នាងមានបណ្ដាសាពាក់ព័ន្ធជាមួយនឹងការរៀបការដូច្នេះហើយនាងខ្លាចកូនប្រុសរបស់នាងមានបញ្ហាហើយពេលនេះដែរមិត្តភក្តិរបស់នាងបានណែនាំនាងថាកុំឲ្យនាងគិតច្រើនខ្លាំងពេកហើយណែនាំនាងឲ្យនាំកូនមកទស្សទាយជោគវាសនាហើយបន្ទាប់មកនាងក៏នាំកូនរបស់នាងមកឲ្យមិត្តភក្តិរបស់នាងដើម្បីទស្សទាយជោគវាសនាហើយនៅពេលដែលបុរសម្នាក់នេះកំពុងតែចាប់ស្លឹកបៀស្ត្រីម្នាក់នេះក៏លោកដៃទៅក្រោមតុទង្វើនេះធ្វើឲ្យតួប្រុសមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានបន្ទាប់មកពួកគេទាំងពីរនាក់ក៏សម្លឹងមើលមុខគ្នាដោយមិននិយាយអ្វីទាំងអស់ហើយពេលនោះដែរនារីជាម្ដាយក៏ដើរចូលមកសួរថាតើជោគវាសនាកូនប្រុសរបស់នាងទៅជាយ៉ាងណាហើយពេលនោះដែរមិត្តភក្តិរបស់នាងក៏ឆ្លើយថាអនាគតកូនប្រុសរបស់នាងពិតជាមិនខ្វះកូនប្រើនោះទេឬបែបនេះហើយកូនប្រុសរបស់នាងក៏ញញឹមតិចៗប៉ុន្តែពេលដែលគេត្រឡប់មកដល់ផ្ទះគេបែរជាដេកមិនលក់តតែសោះដូច្នេះគេក៏ពាក់អាវរួចហើយដើរចេញទៅលេងខាងក្រៅហើយពេលដែលដើរចេញពីផ្ទះជើងរបស់គេទាំងពីរបែរជាមិនស្ដាប់បញ្ជាតតែសោះវាដើរមិនព្រមឈប់មិនយូរប៉ុន្មានគេក៏ដើរមកដល់ផ្ទះមិត្តភក្តិរបស់ម្ដាយគេហើយអ្វីដែលស្មានមិនដល់នោះមិត្តភក្តិរបស់ម្ដាយគេក៏កំពុងតែរងចាំគេដូចគ្នាដែរហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏នាំគ្នាលេងចាក់ខ្លាឃ្លោកពេញមួយយប់ហើយដើម្បីឲ្យស្រួលហៅខ្ញុំសូមដាក់ឈ្មោះតួប្រុសថាអាឡុយដូច្នេះតាំងពីអាឡុយបានលេងចាក់ខ្លាឃ្លោកជាមួយនឹងមិត្តភក្តិម្ដាយរបស់គេមកធ្វើឲ្យគេមិនអាចហាមចិត្តខ្លួនឯងបានហើយតែពេលយប់ឡើងគេតែងតែលួចចេញពីផ្ទះហើយការលួចចេញរបស់គេនេះធ្វើឲ្យប្អូនប្រុសរបស់គេមានការងឿងឆ្ងល់ជាខ្លាំងព្រោះគ្រប់ពេលដែលអាឡុយចេញដើរលេងមិនដែលនាំគេមកលេងជាមួយទេដូច្នេះហើយយប់នោះគេរងចាំរហូតដល់អាឡុយត្រឡប់មកផ្ទះវិញរួចហើយសួរអាឡុយថាតើយប់មិញបងឯងទៅណាពេលបានលើសំណួរនេះអាឡុយក៏សម្រេចចិត្តប្រាប់គ្រប់យ៉ាងឲ្យប្អូនប្រុសរបស់គេបានដឹងហើយបន្ទាប់ពីអាឡុយនិយាយចប់ពួកគេទាំងពីរនាក់ក៏នាំគ្នាសើចដូចជាកំពុងមើលកំ pl ែងពាក់មីអញ្ចឹងហើយនៅទីបំផុតពួកគេទាំងពីរនាក់ក៏តាក់ទងគ្នាអស់រយៈពេលពេញ1ឆ្នាំហើយបន្ទាប់មកម្ដាយរបស់អាឡុយក៏បង្កើតប្អូនប្រុសឲ្យអាឡុយបានម្នាក់ទៀតហើយដើម្បីឲ្យស្រួលហៅខ្ញុំសូមដាក់ឈ្មោះឲ្យតួស្រីម្នាក់នេះថាកន្ត្រប់ហើយពេលនេះដែរកន្ត្រប់ក៏ប្រាប់ដំណឹងល្អឲ្យអាឡុយបានដឹងថាត្រេកអរផងដែលអាឡុយខ្លាចឲ្យពួកគេហើយពេលអាឡុយស្ដាប់ឮហើយវាមានអារម្មណ៍ថាភ័យជាខ្លាំងព្រោះតែពេលនេះគេកំពុងតែពេញសង្ហាពេញលយមិនទាំងអាចយកកូនបានទៅហើយទឹកមុខរបស់គេនៅពេលនេះបញ្ជាក់ប្រាប់ថាគេមិនទាន់ត្រៀមខ្លួនសម្រាប់ធ្វើជាពួកគេនោះទេលុះដល់យប់ឡើងអាឡុយភ័យរហូតញ័រជើងហាក់បីដូចជាមនុស្សគ្រុនចាញ់ព្រោះតែបារម្ភខ្លាចម្ដាយរបស់គេដឹងរឿងហើយនៅពេលដែលគេកំពុងតែពិបាកចិត្តគេក៏សម្រេចចិត្តដើរចេញមកខាងក្រៅហើយបន្ទាប់មកគេក៏ដើរឆ្លងកាត់ពិធីជប់លៀងក្រោមពន្លឺភ្លើងមួយនៅទីនេះធ្វើឲ្យគេបានជួបស្រីស្អាតម្នាក់ទៀតដែលមានឈ្មោះថាលីលីហើយនៅទីបំផុតអាឡុយហើយនិងលីលីក៏ឆ្លងកាត់រាត្រីទឹកឃ្មុំបានសម្រេចលុះដល់ព្រឹកឡើងអាឡុយបែរជាលែងត្រឡប់មកផ្ទះវិញរឿងនេះធ្វើឲ្យម្ដាយរបស់គេបារម្ភខ្លាំងណាស់ដូច្នេះហើយគេក៏នាំកូនប្រុសគេម្នាក់ទៀតចេញតាមរកតែទោះបីជារកយ៉ាងណាក៏រកអាឡុយមិនឃើញដែរហើយនៅពេលដែលនាងកំពុងតែអស់សង្ឃឹមស្រាប់តែមានអ៊ំប្រុសម្នាក់និយាយប្រាប់ថាកាលពីយប់មិញគេបានឃើញអាឡុយនៅជាមួយនឹងស្រីស្អាតម្នាក់បន្ទាប់ពីបានដឹងរឿងហើយនាងក៏ប្រញាប់នាំប្អូនប្រុសរបស់អាឡុយចេញតាមរកអាឡុយនៅកន្លែងជប់លៀងនោះប៉ុន្តែពេលដែលគេទៅដល់មនុស្សទាំងអស់នៅទីនេះបានចាក់ចែងអស់បាត់ទៅហើយដោយគ្មានផ្លូវជ្រើសរើសនាងក៏ទុកកូនប្រុសរបស់នាងនៅទីនេះរួចហើយនាងក៏រត់ចូលទៅតាមរកនៅក្នុងព្រៃហើយរយៈពេល1អាទិត្យកន្លងផុតទៅសូម្បីតែអាឡុយក៏រកមិនឃើញដែរមិនត្រឹមតែប៉ុណ្ណោះទេម្ដាយរបស់គេដែលចេញទៅតាមរកក៏មិនឃើញដូចគ្នាហើយក្រោយពីមានហេតុការណ៍នេះកើតឡើងគ្រួសារដែលពោរពេញទៅដោយស្នាមញញឹមរីករាយបែរក្លាយទៅជាគ្រួសារដ៏ស្ងប់ស្ងាត់និងគួរឲ្យខ្លាចនៅក្នុងផ្ទះរបស់គេតែងតែមានរឿងចម្លែកៗកើតឡើងលោកពុកប្អូនប្រុសអណ្ដែតឡើងលើទៀតហើយនេះវាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះបើយើងស្វែងយល់ពីវាប្រកាសជាមិនអីនោះទេហើយពេលនេះដែរប្អូនប្រុសអាឡុយមានអារម្មណ៍ថាចម្លែកក្នុងចិត្តព្រោះតែឃើញម្ដាយរបស់គេដែលបាត់ខ្លួនត្រឡប់មកវិញហើយរយៈពេល3ឆ្នាំដែលនាងបានបាត់ខ្លួនទៅនោះក៏មិនបានរកឃើញអាឡុយនោះដែរប៉ុន្តែនាងបាននាំមនុស្សនៅក្នុងអំបូរផ្សេងមកហើយមនុស្សទាំងអស់ដែលម្ដាយរបស់គេនាំមកសុទ្ធតែអ្នកជំនាញខាងឧបករណ៍ហើយនៅពេលគ្រប់យ៉ាងកំពុងតែល្អប្រសើរលុះយប់ឡើងមិត្តភក្តិជិតស្និទ្ធរបស់នាងក៏នាំក្មេងម្នាក់ដើរមករកនាងតើកូនក្មេងនេះជាអ្នកណានេះគឺជាចៅរបស់នាងហើយជាកូនរបស់អាឡុយក្រោយពីនាងបានស្ដាប់ហើយធ្វើនាងបានដឹងថាការបាត់ខ្លួនរបស់កូនប្រុសរបស់នាងពាក់ព័ន្ធជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងសោះហើយពេលដែលឮសំឡេងក្មេងយំធ្វើឲ្យនាងសប្បាយចិត្តលាយឡំជាមួយនឹងអារម្មណ៍ខឹងក្រោធហើយដើម្បីឲ្យក្មេងម្នាក់នេះមានជីវិតប្រសើរឡើងនាងក៏ទទួលក្មេងនេះទុកប៉ុន្តែនាងមានលក្ខខណ្ឌមួយជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងពេលក្មេងម្នាក់នេះធំឡើងដាច់ខាតមិនឲ្យប្រាប់ទេថាម្ដាយពិតប្រាកដរបស់គេជាអ្នកណាហើយនៅទីបំផុតកន្ត្រប់ក៏ទទួលយកលក្ខខណ្ឌមួយនេះដោយទឹកមុខនិងអារម្មណ៍មិនពេញចិត្តព្រោះឯនៅពេលនេះនាងមិនអាចមានលទ្ធភាពចិញ្ចឹមកូនហើយនឹងខ្លួនឯងរស់នោះទេដោយស្មានមិនដល់រឿងដែលពួកគេបាននិយាយគ្នាធ្វើឲ្យប្អូនប្រុសរបស់អាឡុយបានស្ដាប់ឮទាំងអស់ប៉ុន្តែក្មេងប្រុសម្នាក់នេះវាក៏ធ្វើជាមិនដឹងរឿងរួចហើយតាំងចិត្តធ្វើការងារពិសោធន៍ដែលគេស្រឡាញ់5ឆ្នាំកន្លងផុតទៅក្មេងប្រុសម្នាក់នេះក៏ធំពេញវ័យមានរូបរាងដ៏ស្រស់សង្ហាមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងមានសមត្ថភាពពិសេសទៀតដោយអាចមើលដឹងទាំងអស់ថាអ្វីដែលកំពុងតែកើតឡើងមានមនុស្សមកផ្ទះនេះហើយអ្នកទាំងអស់គ្នាខ្ញុំសូមពឹងមួយបានអត់ជួយចុច Subscribe ទៅនៅ YouTube ខ្ញុំម្នាក់មួយបានអត់ខ្វះតែ100 Subscribe ទេអ្នកទាំងអស់គ្នាគ្រាន់តែសរសេរ @ai cat 12197ប៉ុណ្ណឹងចាញ់ហើយអ្នកបានសូមអរគុណទុកមុន
ហើយបន្ទាប់មកទ្វារក៏ចាប់ផ្ដើមបើកបង្ហាញក្មេងស្រីរូបរាងដែលគួរឲ្យខ្លាចម្នាក់ហើយក្នុងសម្បត្តិនោះបានបញ្ជាក់ដឹងថាក្មេងស្រីម្នាក់នេះក៏មានជាប់សាច់ឈាមជាមួយនឹងគេដូចគ្នាដែរហើយតាំងពីក្មេងស្រីម្នាក់នេះមកនៅទីនេះគេមិននិយាយអ្វីសូម្បីតែមួយម៉ាត់នាងគិតតែពីអង្គុយយល់ទៅយល់មកនៅលើកៅអីហើយការបង្ហាញខ្លួនរបស់ក្មេងស្រីម្នាក់នេះកំពុងតែនាំគ្រោះភ័យមកកាន់អ្នកស្រុកទាំងអស់ដែលរស់នៅទីនេះព្រោះក្មេងស្រីម្នាក់នេះគឺជាកូនរបស់អាឡុយជាមួយនឹងស្រីស្អាតសិចស៊ីម្នាក់នោះលុះយប់ឡើងក្មេងស្រីម្នាក់នេះកំពុងតែដេកនាងស្រាប់តែបានឮសំឡេងម្យ៉ាងដូច្នេះហើយនាងក៏ព្យាយាមចេញមកមើលស្មានមិនដល់ថាបានជួបក្មេងស្រីដែលមានរូបរាងចម្លែកម្នាក់នោះដោយកំពុងតែអង្គុយស៊ីដីធ្វើឲ្យមនុស្សនៅក្នុងផ្ទះនេះទាំងអស់មានការភ័យខ្លាចការសម្រាយរឿងសូមស្លេះតែប៉ុណ្ណេះសិនកុំភ្លេចចុច like ចុច share និង follow page ខ្ញុំម្នាក់មួយផងសូមអរគុណ